ពេលវេលាដើរទៅមុខលឿនណាស់ពេលវេលាតែងតែរំកិលទៅមុខជានិច្ចចូលកូនប្រុសស្រីកុំភ្លេចនូវគុណមេដាបិតាពេលវេលាអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងក៏ប៉ុន្តែពេលវេលាមិនអាចផ្លាស់ប្ដូរគុណមេដាបិតាដែលមានចំពោះកូនឡើយចូលកូនមាននូវកតញ្ញូកតវេទីដឹងគុណហើយតបគុណអ្នកម្ដាយលោកឪពុកយើងតន់គាត់មានវត្តមាននៅលើលោកកុំចាំពេលដែលគាត់អវត្តមាននៅក្នុងលោកនេះហើយទើបយើងនឹកស្ដាយក្រោយមានវិបដិសារីមនុស្សខ្លះមានរបស់ល្អនៅក្នុងដៃហើយមិនចេះថែរក្សាស្រឡាញ់ការពារនោះទេដល់ពេលបាត់បង់ហើយទើបនឹកស្ដាយក្រោយយ៉ាងណាមិញមេដាបិតារស់នៅជាព្រះរស់សម្រាប់កូនទាំងឡាយកុំចាំអវត្តមានគាត់ទើបយើងនឹកស្ដាយក្រោយនឹកចង់ធ្វើបុណ្យជាមួយគាត់ពេលនោះអ្វីៗក៏អាចហួសពេលទៅហើយពេលខ្លះម្ដាយឪពុករបស់យើងចាស់គាត់ឃ្លាននេះគាត់ឃ្លាននោះគាត់ហេវនេះគាត់ហេវនោះគាត់ចង់បាននេះចង់បាននោះក៏ប៉ុន្តែគាត់មិនដែលហ៊ានត្អូញត្អែប្រាប់កូននោះទេពីព្រោះគាត់ខ្លាចជាទម្ងន់ជាបន្ទុកសម្រាប់កូនប្រុសស្រីទាំងឡាយជួបកូនប្រុសស្រីក៏បីយល់អំពីទឹកចិត្តម្ដាយឪពុកកាលពីកូននៅតូចម៉ែឪតែងតែពុះពៀរាល់ឧបសគ្គដើម្បីកូនមិនថាកូនឈឺពេលណាស្មានណាយប់ប៉ុណ្ណាក៏ម្ដាយពុះពៀយកកូនទៅពេទ្យក៏ប៉ុន្តែសម្រាប់គាត់វិញទោះបីជាឈឺប៉ុណ្ណាក៏ដោយក៏គាត់មិនហ៊ានទៅពេទ្យព្រោះស្ដាយលុយតែបើកូនឈឺវិញទោះអស់លុយប៉ុណ្ណាក៏គាត់នៅតែពុះពៀយកកូនទៅពេទ្យដែរតបញ្ជាក់ឲ្យឃើញថាទឹកចិត្តម្ដាយឪពុកគឺមានចំពោះកូនធំធេងណាស់មិនអាចគណនាបានឡើយឪពុកម្ដាយខ្លះហ៊ានប្រព្រឹត្តនៅអំពើអាក្រក់ក៏ដើម្បីកូនភ្លេចបុណ្យភ្លេចសិលភ្លេចទានពីព្រោះតែជីវភាពខំប្រឹងរកដើម្បីឲ្យកូនបានហូបឆ្ងាញ់បានដេកស្រួលគាត់អាចនឹងភ្លេចសិលភ្លេចបុណ្យភ្លេចទានដូច្នេះកូនធំអស់ហើយកូនមានការងារអស់ហើយកូនមានប្រាក់ខែអស់ហើយកូនអាចចិញ្ចឹមខ្លួនឯងបានហើយចូលកូនងាកក្រោយបែរមកមើលម្ដាយឪពុកដែលចាស់ជរាគាត់មិនអាចមានកម្លាំងរកលុយរកកាក់ចិញ្ចឹមខ្លួនឯងបានទៀតទេចូលកូនលះបង់នឹងពេលវេលាដ៏មានតម្លៃចិញ្ចឹមម្ដាយឪពុកចាត់ទុកថាជាការចិញ្ចឹមលើកចុងក្រោយពីព្រោះគាត់មានវ័យវឌ្ឍនាការអាយុប៉ុណ្ណេះហើយតើគាត់មានវត្តមាននៅលើផែនដីនេះយូរប៉ុណ្ណាទៀតដូច្នេះកូនប្រុសកូនស្រីក៏បីចិញ្ចឹមមេដាបិតាចូលកុំទុកគាត់ចោលចូលកុំបង្ងើយកតើជាមួយគាត់ម្ដាយឪពុកមានគុណធំធេងណាស់សម្រាប់កូនពេលខ្លះកូនខ្លះក៏មិនដឹងគុណមេដាបិតាមើលមិនឃើញគុណមើលមិនឃើញសេចក្តីល្អរបស់ម្ដាយឪពុកខ្លះក៏ប្រមាថម្ដាយឪពុកខ្លះក៏ទុកម្ដាយឪពុកចោលខ្លះមិនហ៊ានទុកម្ដាយឪពុកនៅក្នុងផ្ទះទេពីព្រោះខ្លាចឆ្អេះឆ្អាបឬជាការតបស្នងសងគុណម្ដាយឪពុកមិនមែនទេការដឹងគុណការតបស្នងគឺជារឿងចាំបាច់ណាស់សម្រាប់ជីវិតរបស់យើងពីព្រោះអ្វីៗក្នុងโลกនេះមានអ្វីប្រសើរស្មើនឹងគុណមេដាបិតាឡើយព្រះសម្មាសម្ពុទ្ធតែងតែបង្រៀនឲ្យកូនទាំងឡាយដឹងគុណម្ដាយឪពុកព្រះអង្គលោកសម្ដែងនៅក្នុងមង្គលសោតថាមេត្តាបិតុឧបដ្ឋានំការបំណុកបំរុងការចិញ្ចឹមការបម្រើនៅមេដាបិតាជាមង្គលដ៏ឧត្តមព្រះអង្គលោកសម្ដែងក្នុងបរាភវសោតអ្នកដែលមានទ្រព្យធនធានមិនចិញ្ចឹមមេដាបិតាជាហេតុនាំឲ្យវិនាសអញ្ចឹងព្រះអង្គតែងតែបង្រៀនសត្វលោកទាំងឡាយឲ្យដឹងនូវគុណមេដាបិតាហើយតបស្នងនឹកគុណមេដាបិតាជាពិសេសការតបស្នងដ៏ប្រសើរដែលជាការតបស្នងនាំម្ដាយឲ្យឡើងឋានសួគ៌ដឹកនាំម្ដាយជួយម្ដាយឪពុកដ៏ពិតប្រាកដយើងជួយទៅតាមផ្លូវបច្ច័យ4ជារឿងមួយហើយក៏ប៉ុន្តែការជួយទៅតាមផ្លូវវធម៌ទី1ត្រូវដឹកនាំម្ដាយឲ្យមានសិលនៅពេលដែលម្ដាយយើងមិនទាន់មានសិលដឹកនាំឲ្យគាត់ចេះរក្សាសិលមានសិលទុកជាស្ពានជាយានជំនិះសម្រាប់ជីវិតគាត់មិនធ្លាក់ទៅអបាយកាលណាបើគាត់មានសិលហើយឈ្មោះបិទផ្លូវអបាយហើយដូច្នេះយើងដឹកនាំម្ដាយឲ្យមានសិលដូចយើងដឹកនាំគាត់ឲ្យឡើងឋានសួគ៌ទី2ម្ដាយអត់ទាន់មានសទ្ធាអត់ទាន់មានចាគៈដឹកនាំម្ដាយឲ្យចេះលះបង់ដឹកនាំម្ដាយឲ្យមានសិលដឹកនាំម្ដាយឲ្យមាននៅសទ្ធាជ្រះថ្លាជឿជាក់នៅកម្មសទ្ធាជឿលើកម្មលើបុណ្យលើបាបជឿលើអំពើល្អអំពើអាក្រក់ទី3ដឹកនាំម្ដាយឲ្យមានបញ្ញានៅពេលដែលគាត់មិនទាន់មានបញ្ញាមិនទាន់ជ្រះថ្លាក្នុងពុទ្ធសាសនាមិនទាន់ជ្រះថ្លាមិនទាន់មានបញ្ញាការដឹកនាំខ្លួនឯងមិនទាន់ឆ្លៀវឆ្លះក្នុងផ្លូវពធគឺដឹកនាំម្ដាយឲ្យចេះស្ដាប់ធម៌ធ្វើបុណ្យទើបឲ្យគាត់ចម្រើននៅបញ្ញាឲ្យគាត់ចេះស្ដាប់ធម៌គាត់ចម្រើននៅបញ្ញាគឺមានតែបញ្ញាមួយគត់ដែលអាចជួយគាត់មិនឲ្យធ្លាក់ទៅអបាយដូចជាការដឹកនាំគាត់ឲ្យឡើងទៅទេវលោកនៅពេលដែលគាត់ចែកឋានទៅនេះឲ្យឈ្មោះថាការតបស្នងការសងគុណម្ដាយឪពុកដ៏ត្រឹមត្រូវដែលជាកាតព្វកិច្ចរបស់កូនប្រុសស្រីទាំងឡាយដែលត្រូវតបស្នងសងគុណម្ដាយឪពុកគឺមានតែការផ្គត់ផ្គង់ម្ដាយទៅលើបច្ច័យ4ការដឹកនាំម្ដាយឲ្យមានសិលការដឹកនាំម្ដាយឲ្យមានចាគៈសទ្ធាដឹកនាំម្ដាយឲ្យមានបញ្ញា
នេះជាការដឹកនាំម្ដាយដែលប្រកបទៅដោយធម៌គឺជាការដឹកនាំឲ្យគាត់បានទៅស្ថានសួគ៌ឋានទេវលោកបើយើងជាកូនដែលស្រឡាញ់ម្ដាយឪពុកពិតមែនកាលណាប្រកបចែកឋានទៅយើងតែងតែចង់ឲ្យគាត់ទៅក្នុងទេវលោកដូច្នេះការដឹកនាំម្ដាយឲ្យមានសិលឲ្យមានសទ្ធាឲ្យមានបញ្ញាគឺជាការដឹកនាំដ៏ត្រឹមត្រូវទៅតាមពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធ